ស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបងប្អូនបាទចឹងជាព័ត៌មានថ្ងៃនេះគឺបាទមកទីនេះគឺរវាងលោកប្រធានាធិបតី Zelensky និងប្រធានាធិបតី Donald Trump បាទនៅថ្ងៃទី26បាទខែ4នេះបាទយើងឃើញថាគាត់ទាំងពីរមានការជួបគ្នាតែ2នាក់តែម្ដងបងប្អូនណានៅក្នុងវិហារដ៏ប្រណិតមួយដើម្បីពិភាក្សាដើម្បីព្យាយាមការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបងប្អូនណាបាទយើងផ្អែកលើតាមរូបភាពគឺគាត់ទាំងពីរបានជជែកគ្នាសន្ទនាគ្នាតទល់គ្នាទាំងពីរនាក់តែម្ដងរយៈពេលដូចជា15នាទីបងប្អូនណាដោយមិនមានជំនួយការណាមួយចាំបកប្រែបងប្អូនបាទគឺគាត់និយាយគ្នាតទល់គ្នាតែម្ដងបាទការជួបនេះបាទលោក Zelensky បាននិយាយថាការជួបនេះអាចខ្លាចជាប្រវត្តិសាស្ត្រមួយបើសិនបើវាអាចនាំឲ្យមានសុខសន្តិភាពបាទសម្រាប់ប្រទេសគាត់អញ្ចឹងបងប្អូនបាទហើយបន្ទាប់ពីពិធីបុណ្យសពសម្ដេចប៉ាបបាទបងប្អូនហ្នឹងហើយបាទគាត់សម្ដេចប៉ាបបានយើងគាត់បានស្លាប់អញ្ចឹងទៅបងប្អូនណាបាទហ្នឹងហើយលោកត្រាំបានចេញសារទៅរឹងមាំមួយនៅលើប្រធានាធិបតីរុស្ស៊ីផងដែរបាទអញ្ចឹងលោកត្រាំបានបង្ហោះសារបាទនៅលើបណ្ដាញសង្គមរបស់គាត់ថាมันមានហេតុផលអ្វីសម្រាប់លោកពូទីនក្នុងការបាញ់មីស៊ីទៅលើតំបន់ស៊ីវិលនោះទេបាទហើយលោកត្រាំចង់ប្រើទៅវិធានការដូចថាដាក់ទណ្ឌកម្មឬក៏វិធានការចរចាដើម្បីឲ្យបានឆាប់បញ្ចប់សង្គ្រាមនេះតែម្ដងហើយម្ដងទៀតលោក Zelensky ក៏បានបង្ហោះផងដែរបាទទៅលើ Telegram របស់លោកដូចគ្នាវាថាលក្ខណៈថាវាជាការជួបជុំដ៏ល្អមួយហើយពួកយើងបានពិភាក្សាអំពីការការពារជីវិតប្រជាជនហើយបានផ្អាកការប្រយុទ្ធពេញលេញនឹងការកសាងសុខសន្តិភាពបាទដើម្បីឲ្យបានទៅដល់ថ្ងៃអនាគតផងដែរបាទអញ្ចឹងការចរចាគាត់ទាំង2នាក់នេះគឺមានរយៈពេលដល់15នាទីបងប្អូនណាបាទ15នាទីហើយកិច្ចសន្ទនានឹងចរចាហ្នឹងក៏មានការអភិវឌ្ឍបាទបានខ្លះដែរហ្នឹងហើយអញ្ចឹងជំនួបហ្នឹងគឺមានការបកស្រាយជាច្រើនគឺថាលោកត្រាំកំពុងជំរុញឲ្យភាគីទាំងពីរបាទដូចថាទាំងអ៊ុយក្រែនទាំងរុស្ស៊ីផ្ដល់នូវសាសទៅដូចថាទៅវិញទៅមកលើការបញ្ចប់សង្គ្រាមតែម្ដងប៉ុន្តែនៅតែមានការបែងចែកវិញ្ញាទស្សនៈរៀងខ្លួនបាទលើកឡើងរៀងខ្លួនហើយមួយទៀតគឺសហរដ្ឋអាមេរិកបាទលោក Donald Trump ហ្នឹងក៏បានស្នើឲ្យបាទទទួលស្គាល់ថាកោះគ្រីមៀដែលរុស្ស៊ីយកទៅកាន់កាប់នៅឆ្នាំ2014ហ្នឹងគឺជារបស់ប្រទេសរុស្ស៊ីតែម្ដងប៉ុន្តែការដែលប្រកាសអញ្ចឹងឲ្យស្នើសុំអញ្ចឹងគឺអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបមិនព្រមទទួលស្គាល់ទេបងប្អូនណាបាទអញ្ចឹងព័ត៌មានជុំវិញព័ត៌មាននេះគឺមានតែប៉ុណ្នេះបងប្អូនណាបាទសង្ឃឹមថាចាំមើលតទៅមុខទៀតនឹងប្រទេសទាំងពីរឬក៏ទាំង3នេះនឹងមានអ្វីកាន់តែប្លែកទៀតបងប្អូនណានឹងជួបជាមួយខ្ញុំនៅពេលក្រោយទៀតបងប្អូនគាត់ថាអត្ថបទនេះយើងគាត់ថាល្អបាទជួយចុច like និង share ឬក៏ subscribe channel ខ្ញុំមួយផងបាទអរគុណច្រើនបាទជម្រាបលាបងប្អូន